ខេត្តកោះកុងគឺជាខេត្តមួយស្ថិតនៅប៉ែកនិរដីដែលមានសក្តានុពលផ្នែកទេសចរណ៍ព្រោះមានតំបន់ធនធានធម្មជាតិឆ្នេរខ្សាច់តំបន់កោះតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែបបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវជាតិលេខ48និងផ្លូវជាតិលេខ10កំពុងសាងសង់និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះខណៈតំបន់សំខាន់ៗជាច្រើនទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះក៏កំពុងទាក់ទាញវិនិយោគិនឲ្យទៅវិនិយោគនៅទីនោះផងដែរតើអ្នកជំនាញអចលនទ្រព្យមានការយល់ឃើញបែបណាក្រោយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកោះកុងកសាងរួចរាល់នាពេលខាងមុខតទៅនេះក្រុមការងារ Cabonomis លំអិតនៅរឿងនេះដូចតទៅលោកសៀឆៃលីននាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឆៃលីនសៀ Realty យល់ឃើញថាខេត្តកោះកុងគឺជាខេត្តដែលមានសក្តានុពលលើវិស័យដឹកជញ្ជូននិងទេសចរណ៍ព្រោះមានច្រកសមុទ្រនិងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ប្រទេសជិតខាងនិងមានតំបន់ទេសចរណ៍បែបធម្មជាតិច្រើនតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាលអ្នកជំនាញរូបនេះជឿជាក់ថាវានឹងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូននិងធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទៅកាន់ខេត្តមួយនេះឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតការនេះវានឹងធ្វើឲ្យការធ្វើជំនួញនិងការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ហើយវាក៏នឹងជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរជាការពិតដែលមិនអាចបដិសេធបានទេថាកោះកុងគឺជាខេត្តមួយដែលលាក់ខ្លួនសូម្បីតែតម្លៃអចលនទ្រព្យក៏ពុំទាន់មានតម្លៃខ្ពស់ប្រៀបធៀបជាមួយនឹងបណ្ដាខេត្តដែលនៅជាប់សមុទ្រដូចគ្នាហ្នឹងម្យ៉ាងវិញទៀតនៅក្នុងខេត្តកោះកុងទាំងមូលគ្របដណ្ដប់ដោយសម្បត្តិធម្មជាតិច្រើនជាងនឹងការដែលប្រើប្រាស់ដីធ្លីអញ្ចឹងខ្ញុំគិតថាក្រោយពេលដែលផ្លូវមានផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរនៅដឹកជញ្ជូននោះគឺនឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចផ្នែកទេសចរណ៍ដែលអាចនាំឲ្យទីផ្សារដីធ្លីទីផ្សារចលនាទ្រព្យនឹងមានកំណើនកើនជាលំដាប់ជាមួយគ្នានេះលោកសេងសុភ័ក្រអនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានានឹងធ្វើឲ្យវិស័យដឹកជញ្ជូនក្នុងខេត្តកោះកុងកាន់តែមានភាពងាយស្រួលជាងមុនអ្នកជំនាញរូបនេះជឿជាក់ថានៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់រួចរាល់ហើយរដ្ឋាភិបាលមានគោលការណ៍ជំរុញការវិនិយោគបន្ថែមទៀតនោះចង់ឬមិនចង់នឹងធ្វើឲ្យវិស័យទេសចរណ៍កសិកម្មអចលនទ្រព្យនិងវិស័យឧស្សាហកម្មក្នុងខេត្តដែលមានទីតាំងភូមិសាស្ត្រជាប់មាត់សមុទ្រមួយនេះនឹងមានការរីកចម្រើនលឿននាពេលខាងមុខចឹងហើយបើសិនជាការតភ្ជាប់នេះចរាចរណ៍មានភាពងាយស្រួលហើយអាចរដ្ឋាភិបាលមានគោលនយោបាយឬគោលការណ៍ណាមួយទៀតជំរុញការវិនិយោគនៅក្នុងខេត្តហ្នឹងខ្ញុំគិតថាខេត្តហ្នឹងនឹងមានការរីកចម្រើនលឿនសម្រាប់ខេត្តកោះកុងយើងព្រោះទីតាំងភូមិសាស្ត្រក៏ល្អហើយការធ្វើចរាចរណ៍ក៏វាល្អអញ្ចឹងខ្ញុំគិតថាខេត្តនេះគឺនឹងមានភាពរីកចម្រើនល្អទៅថ្ងៃអនាគតទាំងផ្នែកវិស័យអចលនទ្រព្យក៏ដូចជាទេសចរណ៍ឬក៏ឧស្សាហកម្មកសិកម្មផ្សេងៗគឺនឹងមានការប្រវត្តិល្អនៅពេលដែលការតភ្ជាប់នៅផ្លូវគមនាគមន៍របស់យើងទាំង2ទាំង3ខ្សែហ្នឹងបានរួចរាល់ក៏ដូចជានឹងអាចនៅថ្ងៃក្រោយមានពលិនហោះថែមមួយទៀតអញ្ចឹងខ្ញុំជឿជាក់ថាវានឹងមានការរីកចម្រើនហើយនឹងមានឱកាសវិនិយោគច្រើននៅខេត្តកោះកុងសូមបញ្ជាក់ថាក្រៅពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានាដូចជាផ្លូវជាតិលេខ48និងផ្លូវជាតិលេខ10ខេត្តកោះកុងមានសក្តានុពលផ្នែកទេសចរណ៍ដូចជាតំបន់ធនធានធម្មជាតិឆ្នេរខ្សាច់តំបន់កោះតំបន់វប្បធម៌ប្រវត្តិសាស្ត្រសហគមន៍និងរមណីយដ្ឋានដ៏សម្បូរបែបលើសពីនេះខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរនិងប្រសិទ្ធនាមជាតារារះនាទិសនិរដីដែលមានឆ្នេរប្រវែង237គីឡូម៉ែត្រកោះចំនួន35និងសហគមន៍ព្រមទាំងរមណីយដ្ឋានបែបអេកូទេសចរណ៍ចំនួន10កន្លែង។